គេថាប្រាជ្ញានាំមុខគេទៅយល់ឈរជើងឬកំភ្លើងទប់ទល់យល់ពីការទូតតើអ្វីទៅប្រាជ្ញានាំមុខដោយយល់ពីការទូតហើយតើអ្វីទៅចាជាគេទៅយល់ឈរជើងដោយគ្រាប់កំភ្លើងមែនតើទៅជាបងប្អូននៅក្នុងនយោបាយការទូតនិងសង្គ្រាមតស៊ូទល់មុខខាងខ្មែរយើងគឺមានគ្រោះថ្នាក់បន្តិចដោយសារតែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហ្នឹងគាត់យល់ខុសខ្លះហើយគាត់យល់ត្រូវខ្លះអញ្ចឹងទៅបងប្អូនបើយោងទៅតាមប្រវត្តិសាស្ត្រនៃការទូតការប្រើប្រាស់នៃយុទ្ធសាស្ត្រត្រឹមត្រូវនិងមានការគ្រប់គ្រងប្រហែលដូចជាខ្មែរយើងនេះបងប្អូនគឺបង្ហាញថាភាគីខ្មែរហ្នឹងគឺឈ្នះចាខ្មែរយើងគឺឈ្នះជាជំហានទៅហើយដូច្នេះហើយការបើកផ្លូវទៅពីអាស៊ាន13ទៅរកការគ្រប់គ្រងជាសកលបន្តនិងអនុវត្តច្បាប់អន្តរជាតិតាមរយៈតុលាការអន្តរជាតិគឺជារឿងងាយស្រួលបំផុតចំពោះខ្មែរយើងសូម្បីតែថ្ងៃទី24ខាងមុខនេះបងប្អូនចាគឺមានការប្រជុំ GBC ចូលរួមដោយអ្នកសង្កេតការ AOT និងការតាមដានជាសកលរបស់អន្តរជាតិដើម្បីអនុវត្តបទច្បាប់ដូច្នេះហើយចង់ជំរាបជូនប្រាប់បងប្អូនថាកុំឲ្យមានការយល់ច្រឡំទៀតណាបងប្អូនណាការទូតខ្មែរយើងគឺបានឈ្នះសៀមដាច់តែម្ដងចាអត់មានចាញ់គេទេត្រង់ចំណុចហ្នឹងបងប្អូនយល់អត់នេះហើយគឺជានីតិវិធីកម្រិតអាស៊ានក៏អាចបន្តចាត់ទុកទៅជាលទ្ធផលដ៏ល្អសម្រាប់ខ្មែរយើងចំណែកឯកងទ័ពឈរជើងដោយកិត្តិយសវិញព្រោះក្នុងរយៈពេលនេះគឺ16ថ្ងៃឯងបងប្អូនចាមកដល់ឥឡូវហ្នឹងសង្គ្រាម16ថ្ងៃណាបងប្អូនគឺពួកកងទ័ពសៀមបានស្លាប់និងរបួសរាប់ពាន់អ្នកបងប្អូនចំណែកឯការខូចខាតវិញគឺខូចខាតលុយអស់រាប់លានដុល្លារចាមិនមែនតិចទេណាបងប្អូនមិនរាប់ពាន់រាប់សែនទេណាបងប្អូនអានេះចូលលានណាបងប្អូនចាទោះបីជាពួកវាខំប្រឹងវាយបណ្ណាក៏ដោយក៏បានត្រឹមតែនៅក្បែរព្រំដែនដែរគឺឈាមសៀមអាចคล้ายទៅជាស្ទឹងបងប្អូនយល់ពាក្យហ្នឹងឯងឈាមរបស់សៀមអាចคล้ายទៅជាស្ទឹងព្រោះដោយសារតែស្លាប់រាប់រយរាប់ពាន់អ្នកហើយឈាមហូរដាប់ធរណីមែនតើបងប្អូនឆ្អឹងសៀមក៏អាចคล้ายទៅជារបងព្រោះដោយសារតែពូបងក៏ដូចជាវីរៈកងទ័ពខ្មែរយើងគឺបាត់បាញ់កំទេចចោលពួកវាទាំងអស់តែម្ដងដូចជាសត្វដេរឆាននិងពួកវាមិនបានសំបីតែមួយទីតាំងអត់មានពីណាគេបានឈរសំបីតែមួយទីតាំងទេបងប្អូនចាព្រោះដោយសារតែមានបងមានពូមានវីរៈកងទ័ពយើងដែលពួកគាត់អាចក្លាហានមែនតើឈាមរបស់សៀមបងប្អូនអាចคล้ายទៅជាស្ទឹងហើយឆ្អឹងរបស់សៀមក៏អាចคล้ายទៅជារបងដែរហើយឈរជើងមិនទាន់ទាំងបានក្តៅដីចាមិនទាន់ទាំងបានកន្លះម៉ោងឬមួយក៏10នាទីខ្ញុំថាយ៉ាងច្រើន10នាទីចុះយ៉ាងយូរអត់បានទេបងប្អូនចាកងទ័ពយើងកងទ័ពខ្មែរយើងពួកគាត់បាញ់កំទេចចោលទាំងអស់បាញ់កំទេចចោលពួកវាដោយសត្វដេរឆានអញ្ចឹងអត់ឲ្យពួកវានៅឈរជើងយូរទេបងប្អូនហើយបងប្អូនត្រូវដឹងថាចេះបើសិនជាពួកសៀមណាវាមានដូចជាយើងមានអីខ្លះមានទាំងការទូតហើយនឹងកងទ័ពគឺប្រកាសណាបងប្អូនគឺយើងពិបាកទប់ទល់ជាមួយនឹងពួកវាខ្លាំងណាស់រហូតមកដល់ថ្ងៃនេះបើពួកវាមានទាំងការទូតមានទាំងកងទ័ពដៃពូកែអញ្ចឹងសួរថាអ្នកណាគេទៅទប់ទល់ជាមួយនឹងវាបានប៉ុន្តែវាចង់និយាយថាវាផ្ទុយទៅវិញទាំងការទូតហើយនឹងកងទ័ពគឺខ្មែរយើងមានទាំងអស់កងទ័ពខ្មែរយើងមានកម្លាំងខ្លាំងក្លាក្នុងការប្រយុទ្ធជាមួយនឹងវាមែនតើហើយសូម្បីតែការទូតក៏យើងមានដែរការទូតយើងឈ្នះវាដាច់តែម្ដងបើខ្ញុំនិយាយអំពីយុទ្ធសាស្ត្រថ្នាក់ដឹកនាំជាតិយើងវិញបងប្អូនស្ងាត់តែមិនមែនស្ងៀមប្រព័ន្ធការពារត្រៀមចាំរៀបចំដោយសេណារីយ៉ូទាំងអស់គឺមិនមែនកើតឡើងដោយព្រឹត្តិការណ៍និងដោះស្រាយបញ្ហាប្រឈមមុខនោះទេណាបងប្អូនឥឡូវចង់សួរទៅបងប្អូនថាចេះបងប្អូនមានដែរសង្កេតអត់ហើយហេតុអ្វីចាបានខ្ញុំនិយាយបែបហ្នឹងក្នុងរយៈពេល16ថ្ងៃឥឡូវហ្នឹងសង្គ្រាមវាចូល16ថ្ងៃបងប្អូនចាហើយអ្វីក៏ថៃឬមួយក៏សៀមហ្នឹងมันអាចវាយផុតពីព្រំដែនហ្នឹងចឹងចានៅតែត្រឹមព្រំដែនហ្នឹងទេអត់មានវាយផុតតាណាទេបងប្អូនព្រោះថាបើសិនជាយោងតាមសមត្ថភាពយោធារបស់សៀមគឺយន្តហោះចម្បាំងសៀមប្រើពេលត្រឹមតែ15នាទីទេគឺអាចហោះទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញយើងបានហើយនឹងប្រព័ន្ធ DTI 1 MLOS មានសមត្ថភាពបាញ់ពីសៀមមកដល់ទីក្រុងភ្នំពេញដូចគ្នាហើយបងប្អូនមានឆ្ងល់អត់ថាហេតុអ្វីបានជាសៀមវាអត់ហ៊ានប្រើអាទាំងអស់ហ្នឹងទាំងដែលពួកវាមានយន្តហោះចម្បាំងប្រើពេលត្រឹមតែ15នាទីគឺអាចហោះទម្លាក់គ្រាប់នៅទីក្រុងភ្នំពេញវាមានទាំងប្រព័ន្ធ DTI 1 MLOS មានសមត្ថភាពបាញ់ពីសៀមមកដល់ភ្នំពេញទៀតចាប៉ុន្តែពួកវាអត់ហ៊ានប្រើទេបងប្អូនខ្ញុំហ៊ាននិយាយថាពួកវាអត់ហ៊ានប្រើទេគឺមកពីខ្មែរយើងមានសភាវុធ PHL 03និងប្រព័ន្ធបាញ់គ្រាប់រ៉ុកេតរាប់រយគ្រឿងបងប្អូនចាមិនមែនតិចគ្រឿងមិនមែនមួយគ្រឿងពីរគ្រឿងទេណាខ្មែរយើងមាន PHL 03និងប្រព័ន្ធបាញ់គ្រាប់រ៉ុកេតនឹងរាប់រយគ្រឿងដែលអាចកំទេចបាញ់ទីក្រុងបាងកកនិងប្រទេសសៀមដូចគ្នាអញ្ចឹងពួកវាអត់ហ៊ានប្រើអាទាំងអស់ហ្នឹងទេបងប្អូនទោះបីវាមានយន្តហោះចម្បាំងប្រើពេល15នាទីអាចមកទម្លាក់គ្រាប់នៅភ្នំពេញនេះក៏វាអត់ហ៊ានប្រើដែរចាវាខ្លាច PHL 03បងប្អូនយល់ទេដូច្នេះឲ្យបងប្អូនត្រូវដឹងថាខ្មែរហើយនិងសៀមគឺមានសិលឹកបៀទប់ផ្លូវចុងក្រោយចំពោះសមត្ថភាពនៃអាវុធដូចគ្នាចាមិនមែនវាមានហើយយើងអត់មានទេណាបងប្អូនយើងក៏មានដូចវាដែរវាមានអាវុធកំទេចទីក្រុងយើងក៏មានអាវុធកំទេចទីក្រុងដែរបងប្អូនចឹងហើយអានឹងគេហៅថាទុកផ្លូវចុងក្រោយចំពោះសមត្ថភាពនៃអាវុធដូចគ្នាហ្នឹងណាបងប្អូនចាទៅបានជាសៀមហ្នឹងវាខិតខំបង្ខំឲ្យខ្មែរយើងហ្នឹងពង្រីកនៃសង្គ្រាមខ្លាំងយកតែមែនតែនហ្មងណាបងប្អូនបើមិនដូច្នេះទេគឺពួកវាហ្នឹងមិនអាចធ្វើសង្គ្រាមហួសពីព្រំដែនបានទេចាបើចូលតែត្រឹមព្រំដែនហ្នឹងបងប្អូនមើលជាក់ស្ដែងទៅចារូបភាពបោះមកកណោហ្នឹងប៉ុន្តែមើលរូបភាពដែលត្រឹមត្រូវរូបភាពដែលពិតប្រាកដកុំតែមើលអារូបភាពដែលខ្លាំងខ្លាយបងប្អូនចាឲ្យតែពួកវាចូលតែត្រឹមព្រំដែនគឺខ្មែរយើងកំតិចរហូតចាអ្វីដែលកាន់តែពិសេសហ្នឹងគឺខ្មែរការពារដោយស្របច្បាប់និងអន្តរជាតិគ្រប់គ្រងខ្លាំងមែនតើដូច្នេះហើយការទូតគឺយើងបើកចំហសម្រាប់នីតិវិធីដើម្បីបញ្ចប់សង្គ្រាមនិងសង្គ្រាមចំពោះមុខយើងគឺប្រើប្រាស់សមត្ថភាពកំទេចសៀមនៅក្នុងផ្ទះយើងចឹងបើសរុបជារួមមកវិញសូមឲ្យបងប្អូនគិតថាអញ្ចេះហើយនឹងទទួលស្គាល់ថានេះគឺជាសង្គ្រាមសៀមឈ្លានពានខ្មែរយើងពិតប្រាកដមែនណាបងប្អូនណាហើយបងប្អូនត្រូវដឹងមួយវិញ
វិញទៀតថាបើសិនជាយើងដើរខុសតែបន្តិចគឺខ្ទេចទាំងអស់តែម្ដងប្រទេសយើងបងប្អូនហើយអត់មានកន្លែងណានៅសេសសល់ទេចាកុំថាឡើយខ្ទេចតែត្រឹមព្រំដែនម្ដងនេះបើសិនជាយើងដើរខុសតែបន្តិចគឺប្រទេសយើងខ្ទេចទាំងអស់តែម្ដងខ្ទេចប្រទេសតែម្ដងហើយអត់មានកន្លែងណាជ្រកកោនអីរស់នៅសុខស្រួលទេបងប្អូនហើយក៏គ្មានអន្តរជាតិណាគេមកគ្រប់គ្រងយើងដែរចាសមត្ថភាពយុទ្ធសាស្ត្រគឺស្ងប់ស្ងាត់មិនមែនស្ងៀមរបស់ថ្នាក់ដឹកនាំជាតិគឺបានក្លាយទៅជាសម្ពាធដ៏ធំរបស់សៀមចំពោះអន្តរជាតិផ្នែកការទូតនិងសង្គ្រាមទល់មុខចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ